អូជាតុនសាយតាអញជាតុនសាយមកពីណាមិនក៏មានមុនវិជាការបកកាយយ៉ាងនេះតើអញជាតុនសាយឋានសួគ៌មែនទេតុនសាយដែលជាប្រពន្ធក៏បានគិតជាថ្មីថាខ្ញុំមិនអាចប្រាប់ការប៉ັດទេនេះជាអត្តកម្បាំងរបស់ឋានសួគ៌ម្ចាស់គាត់មិនចាំជាតិទេរឿងនេះរត់តែមិនអាចនិយាយផងទេតុនសាយសតើអញមិននិយាយទៀតទេមែនទេអមិនហើយលោកចុះលោករស់នៅឲ្យបានសុខចុះណែលោកត្រូវទ្រាំរត់ទុកលំបាកឲ្យបានផងដែរណែលើទេរៀងគូប្រេងតុនសាយសនេះទានអំពីរឿងរ៉ាវនៃតុនសាយសួរមួយគូតែងតែរត់លេងនៅក្នុងសួនច្បាររបស់ទេពធីតាថ្ងៃមួយតុនសាយមួយគូនេះបានរត់លេងដូចសពដងតែគ្រានោះហាក់មានរឿងម្យ៉ាងបានកើតឡើងណែខ្ញុំដូចជាក្តៅនៅក្នុងខ្លួនណាខ្ញុំដូចជាមានភ្លើងដុតនៅក្នុងបេះដូងរបស់ខ្ញុំអញ្ចឹងណាខ្ញុំក្តៅណាស់ស្របគ្នានោះដែរស្រាប់តែទេពធីតាដែលជាម្ចាស់តុនសាយទាំងពីរបានជាងមកដល់ល្មមទេពធីតាត្រង់ជាងមកល្អណាស់សូមមេត្តាជួយគាត់ផងមើលចាស់គាត់កំពុងតែពិបាកក្នុងខ្លួនណាស់សូមអាណិតខ្ញុំផងខ្ញុំក្តៅនៅក្នុងខ្លួនខ្លាំងណាស់តុនសាយសអ្នកមានកម្មត្រូវសងហើយដឹងទេតែខ្ញុំនឹងទៅកើតនៅឋានកណ្ដាលពេលនេះមែនទេគឺប៉ាត់ហើយទេពធីតាឥឡូវនេះទូលបង្គំក្តៅខ្លាំងណាស់បើបែបនោះមានន័យថាទូលបង្គំនឹងទទួលកម្មខ្លាំងណាស់មែនទេប្រកាសហើយឥឡូវនេះចូលអ្នកទៅកើតជាកូនអ្នកកសិករចោះហើយជីវិតអ្នកនឹងលំបាកតែយ៉ាងណាចូលអ្នកកំអន់ចិត្តនឹងវាសនាឲ្យសោះក្រាបទូលបង្គំនឹងសងកម្មនោះឲ្យតល់តែអស់នឹងមិនចោះចាញ់នឹងវាសនានោះទេតើអ្នកតុនសាយនឹងរស់នៅឋានកណ្ដាលរហូតដល់ពេលណាទៅព្រះម៉ែម្ចាស់រឿងនេះយើងមិនអាចប្រាប់បានទេតុនសាយសញីយើងដឹងថាអ្នកនឹងនឹករលឹកតែអ្នកកុំបារម្ភអីណាអ្នកនៅតែជាគូតុនសាយសឈ្មោលគង់តែមកវិញទេព្រះម៉ែម្ចាស់អ្នកទោះតែខ្ញុំកើតជាមនុស្សឬក៏ជាអ្វីក៏ដោយខ្ញុំនឹងមិនភ្លេចអ្នកទេអ្នកទុកចិត្តចោះអស់កម្មពេលណាខ្ញុំនឹងមករកអ្នកជាប្រកបខ្ញុំនឹងរងចាំអ្នកនៅទីនេះសូមអ្នកមានសំណាងល្អណាស់អ្នកណាខ្ញុំដឹងហើយអ្នកចូលទន្សាយទៅចោះសំណាងល្អណាស់ក្រាបទូលបង្គំសូមថ្វាយបង្គំលាអ្នកខ្ញុំលាហើយណាចេះទន្សាយជីគូនាពេលនោះក៏បានមកដល់ឋានកណ្ដាលរស់នៅជាមួយនឹងឪពុកម្ដាយចិញ្ចឹមដែលមានចិត្តកាចសាហាវវាធ្វើបាបរហូតដល់ធំទន្សាយឈ្មោលបានចាប់ជាតិជាមនុស្សដែលមានឈ្មោះថាអភ័រពងម៉ែខ្ញុំមកពីលីស្រូវវិញហើយមកហើយអីរួចចោះឯងបានប្រាក់ច្រើនដែរទេហ្នឹងបាទមីងថ្ងៃនេះមិនទាន់បានប្រាក់ទេព្រោះតកែប្រាប់តែចាំបើកសរុបតែម្ដងណាមីងស្អីគេថាកែនោះមិនក៏ចង់កឹបគេងឬមួយក៏មិនចង់បើកប្រាក់ខែឲ្យទៅដឹងហ្នឹងតកែអត់កុហកទេតែលោកមានប្រសាសន៍ថាចាំបើកសរុបមែនព្រោះព្រឹកមិញលោកមានការប្រញាប់ណាមីងអញមិនជឿទេឯងមុខជាយកទៅចាយវីនៅបនស្រីឬក៏ផឹកស៊ីសបាយមិនខានទេខ្ញុំអត់ទេមីងខ្ញុំមិនបានធ្វើអញ្ចឹងទេសូមមីងកុំចោទតែផ្ដាស់អីយ៉ាឥឡូវតាំងតែពីធំពេញកន្លោះមកណាហ៊ានតមាត់ហើយហ៊ានថាយើងនិយាយតែផ្ដាស់ផងមែនទេណែកុំថាឯងធំពេញកន្លោះអញមិនហ៊ានវាយណាមីងវាយមនុស្សធំដូចជាក្មេងអញ្ចឹងវាមិនសមទេញាតផងនឹងថាមីងមិនខានអ្នកណាចង់ថាអញកាចមិនចេះយល់ការឬក៏ដើរជេរប្តីក៏អញមិនខ្វល់ដែរវើយឯណាត្បូងអញបដៅអាក្មេងរមើលគុណនេះបន្តិចទៅមើលកុំធ្វើបែបនេះអីណាមីងវាយខ្ញុំតាំងពីតូចរហូតដល់ធំពេលនេះល្មមហត់ហើយមីងកុំវាយខ្ញុំទៀតអីណាមីងកុំនិយាយច្រើនហើយអង្គុយចោះមកអញយកត្បូងវាខ្នងឯងកុំឲ្យចេះតមាត់អញទៀតអារមើលគុណជន់គ្នានោះដែរពូម៉ែនដែលជាប្តីមីងច័ន្ទក៏បានដើរមកក្នុងសភាពស្រវឹងជាខ្លាំងជាតិនេះគ្មានចង់បានអីក្រៅពីស្រានឹងណោតជូរទេព្រោះវាជាតិខ្លាំងណាស់
ណែឯងតើមកពីណាទៅណាបានជាស្វឹងទៀតហើយនោះងាប់ហើយបើតែបែបនេះណាខ្ញុំមិនរស់ទេមុខជាដាច់ពោះដោយសារក្រមិនខានឡើយយ៉ាមកដៀលឯងទៀតវ៉ៃហើយយ៉ាងម៉េចអញផឹកមិនបានមែនហាណាអញជាមេគ្រួសារណាអញជាអ្នករកប្រាក់អញមានសិទ្ធិតែពុកវាឯងស្វឹងរាល់ថ្ងៃតើមានពេលណារកប្រាក់ទៅនោះណែកុំអួតថាខ្លួនឯងជាមេគ្រួសារអីខ្ញុំនេះវាជ្រិញនឹងពាក្យអួតឯងណានិយាយបែបនេះមានន័យថាម៉េចទៅមានន័យថាឯងគ្មានបានការទេបានតែអួតប៉ុណ្ណោះព្រឹកស្វឹងល្ងាចស្វឹងប្រាក់ក៏រោមិនបានទៀតតែបើនិយាយពីរឿងអួតវិញលេខ1តែម្ដងណែស្ដាប់ខ្ញុំឲ្យច្បាស់ណាពុកវាឯងគ្មានបានការទេចំដៀលឯងកាន់តែជ្រៅហើយតើនេះមកណេះអញវាយបដៅម្ដងទៅមើលស្រីស្អីគោមើងងាយប្តីសម្បើម្លេះពូកុំធ្វើអញ្ចឹងអីពូទៅសម្រាកទៅអាកូនចិញ្ចឹមគ្មានម៉ែឪហើយអាឯងនេះមកចេះដឹងស្អីហាតិចអញវាយដោយទាំងឥឡូវហ្នឹងហាថយចេញទៅកុំខ្វល់អីមិនបាច់ខាត់ទេអាក្មេងកព្រាវានេះមិនហ៊ានវាស្អីទេបានតែមាត់ប៉ុណ្ណោះមុខនេះនោះបានតែមាត់មែនទេចាំមើលណាចាំមកផ្លែតអញមកវិញឥឡូវហើយនាងប្រពន្ធមាត់ដាច់ចាំតែមើលហើយតើនេះហើយមុខនាងច័ន្ទកំពុងតែឈោមើលនឹងហើយឃើញដែរទេហាពូច័ន្ទទៅក្នុងផ្ទះឬក៏បានដើរមកវិញជាមួយនឹងពូថៅចាស់មួយដែរណែអាប្តីប្រមឹកបើថៅនេះណាវាកាប់អស់មិនដាច់ទេយកអាថ្មីវិញមកល្អជាងណាអញមិនយកមកពុះអស់ទេតែអញយកមកពុះក្បាលនាងឯងហ្នឹងណាស្អីគេឯងលេងមែនទេណាកុំឲ្យសោះប្រយ័ត្នដេកគុកទៅពូកុំខឹងអញ្ចឹងអីពូខឹងខុសខឹងខាតណាពូអើយអាភ័ព្វជួយមិញផងមើលទៅអាប្រមឹកកាចាស់នេះវាលេងមែនទេហើយអើយមួយម៉ាត់អាកញ្ចាស់ពីរម៉ាត់អាប្រមឹកមកណេះអញកាប់ក្បាលទាំងឯងឲ្យបែកម្ដងទៅមើលអើយកុំអីណាកុំអីពូម៉ែនពិតជាកាប់មែនហើយចំណែកមីងច័ន្ទក៏បានរុញអាភ័ព្វទៅពាំងទីបំផុតពូម៉ែនក៏បានកាប់ត្រូវអាភ័ព្វបណ្ដាលឲ្យគាត់មានរបួសជាខ្លាំងអូយឈឺណាស់អូយអើយប៊ីតែត្រូវហើយខ្ញុំលុះប្លឹងអស់អើយពូម៉ែនគ្មានក្តីអាណិតទេគាត់ឃើញអាភ័ព្វត្រូវរបួសហើយក៏ដោយក៏នៅតែខឹងទាំងកំរោលដដែលនាងឯងមកណេះអញកាប់នាងឯងឲ្យងាប់យីអ្នកណាគេសុកចិត្តឲ្យគេកាប់ទៅនោះពូម៉ែនកាន់តែខឹងកាន់តែប្រើអំពើហិង្សាឬស្យាថោកទាបចំណែកមីងច័ន្ទក៏ចេះតែរុញអាភ័ព្វចូលចុងក្រោយអាភ័ព្វកាន់តែមានរបួសកាន់តែធ្ងន់ថែមទៀតពូមីងខ្ញុំចិត្តផុតដង្ហើមហើយខ្ញុំឈឺខ្លាំងណាស់អើយមានគេប្រើអំពើហិង្សាសម្រាប់មនុស្សអើយខ្ញុំទៅប្តឹងសិនហើយអាប្តីកាចាស់ឯងមុខជាចូលគុកមិនខានទេចង់ប្តឹងអញមែនទេកុំទៅមកវិញភ្លាមពូម៉ែននិងមីងច័ន្ទបានទៅដល់សាលាក្តីនិងគ្មានអាណិតដល់អាភ័ព្វសោះមើលចោះគាត់បានត្រដោទាំងត្រដាប់ត្រដួសគួរឲ្យសង្វេគជាខ្លាំងអូទេវតាហើយនេះជាជីវិតអីតើមិនក៏ខ្ញុំត្រូវមកជួបរឿងបែបនេះពីតូចដល់ធំខ្ញុំពុំដែលបានតូចចិត្តទេព្រោះគិតថាធំឡើងនឹងបានប្រសើរតែនេះខ្ញុំបែរជាត្រូវមកជួបរឿងបែបនេះទៅវិញទុនសាយដែលជាគូនេឋានសួគ៌វិញក៏ពិតជាអាណិតដល់ទុនសាយជាប្តីណាស់ដោយមិនអាចខាត់ចិត្តដែលនឹកបាននាងទុនសាយក៏បានលួចចោះមករកប្តីតែម្ដងអ្នកចាំមកទៅហើយអ្នកណាគេនឹងតើអ្នកណានិយាយសូមជួយខ្ញុំផងខ្ញុំកំពុងតែឈឺខ្លាំងណាស់ខ្ញុំជាតំសៃខ្ញុំជាប្រពន្ធណា
ទេខ្ញុំចង់ថែខ្ញុំនឹងជួយអ្នកណាសុំកំភៃអីខ្ញុំឈឺខ្លាំងណាស់ទុនសាញីបានប្រើវេទមន្តដែលខ្លួនមានទាំងអស់ដើម្បីជួយដល់អភ័ព្វហើយគ្រានេះអភ័ព្វក៏បានជាដូចដើមប្រសាននេះអ្នកបានជាវិញហើយណាអូជាទុនសាយតាអញជាទុនសាយមកពីណាមិនក៏មានមុនវិជាការបកកាយយ៉ាងនេះតើអញជាទុនសាយឋានសួគ៌មែនទេទុនសាយដែលជាប្រពន្ធក៏បានគិតជាថ្មីថែខ្ញុំមិនអាចប្រាប់ប្រាប់ទេនេះជាអត្ថកម្បាំងរបស់ឋានសួគ៌ម្ចាស់គាត់មិនចាំជាតិទេរឿងនេះរត់តែមិនអាចនិយាយផងទេទុនសាយសតើអញមិននិយាយទៀតទេមែនទេមែនហើយលោកចុះលោករស់នៅឲ្យបានសុខចុះណែលោកត្រូវទ្រាំរត់ទុកលំបាកឲ្យបានផងដែរណែលើទេខ្ញុំដឹងហើយទុនសាយនេះខ្ញុំពិតជាមានអារម្មណ៍ថាចូលចិត្តអញណាខ្ញុំក៏ចូលចិត្តលោកដែរខ្ញុំនឹកលោកណាស់តើអញថាយ៉ាងម៉េចហ្នឹងនឹកមែនទេតើពួកយើងធ្លាប់ជួបគ្នាពីមុនដែរទេគឺថាគ្មានអីទេខ្ញុំលះហើយណាទៅចុះសំណាងល្អណាទុនសាយសប្បាយចិត្តណាស់ដែលបានជួយម្ចាស់ស្នេហ៍បែបនេះក៏ប៉ុន្តែរឿងនេះទុនសាយសញីបានខុសវិន័យឋានលើហើយចម្លែកណាស់មិនក៏ខ្ញុំមិនអាចទៅឋានសួគ៌វិញបែបនេះតែមានរឿងអីចំពោះខ្ញុំមែនទេតែធីតាដែលជាម្ចាស់ក៏បានបង្ហាញប្រកាយនៅចំពោះមុខទុនសាយសញីនិងមានបន្ទូលឡើងថាទុនសាយតូចឯងបានធ្វើខុសវិន័យឋានសួគ៌ហើយគឺដោយសារខ្ញុំម្ចាស់ជួយអ្នកប្តីមែនទេគឺប៉ាត់ហើយឯងមិនត្រូវជ្រៀតជ្រែកលើការរស់នៅរបស់ទុនសាយសឈ្មោលទេនេះជាកម្មគេត្រូវតែទទួលខ្លួនឯងតែខ្ញុំម្ចាស់ពិតជាអាណិតប្តីខ្ញុំម្ចាស់ណាស់តែទេពធីតាមិនតែលើកលែងទោសផងបានទេមិនបានទេអ្នកមិនអាចគេចផុតពីការប្រព្រឹត្តខុសឡើយបើបែបនោះខ្ញុំម្ចាស់ក៏ទទួលកំហុសដែរក៏ប៉ុន្តែខ្ញុំម្ចាស់នឹងមានទោសបែបណាទេព្រះមេគឺត្រូវរស់នៅជាទុនសាយធម្មតាគ្មានសិលនិងមិនអាចទៅឋានសួគ៌ឡើយតែខ្ញុំម្ចាស់អាចចូលក្បែរប្តីខ្ញុំម្ចាស់បានទេនេះជាសិទ្ធិអ្នកតែយើងសូមរំលឹកថាចូលកាន់តែក្បែរមនុស្សកាលណាឯងអាចនឹងមានគ្រោះថ្នាក់ក៏ថាបានមិនអីទេទេពធីតាឲ្យតែបាននៅក្បែរប្តីនោះទោះជួបរឿងអ្វីក៏ខ្ញុំម្ចាស់សុខចិត្តដែរណាមួយវិញទៀតទុនសាយសឈ្មោលដែលខ្លាយជាមនុស្សនឹងមិនចងចាំឯងទេទោះបីថាមុននេះឯងបានជួយគេក៏ដោយណាថាម៉េចតែទេពធីតានឹងលុបការចងចាំមុននេះមែនទេប៉ាត់ហើយដល់ពេលហើយណាចូលរស់នៅជាទុនសាយធម្មតាចុះយើងលីហើយសូមថ្វាយបង្គំលាទេពធីតាទុនសាយក្រោយមិនអាចទៅឋានសួគ៌វិញនាងតែងតែលោតចូលមកក្បែរផ្ទះរបស់អភ័ព្វជាញឹកញាប់ដោយក្តីនឹករលឹកនិងក្តីបារម្ភពីប្តីជាពន់ពេកមិនអ្នកប្តីដូចជាហត់នឿយណាស់មិនគួរណាមកបំរើប្តីប្រពន្ធនេះសោះអភ័ព្វទៅដកទឹកមកយើងត្រូវការងូតទឹកបាទមីងប៉ុន្តែពូម៉ែនពេលណាទៅសាលាក្តីគេដោះលែងមិនដឹងទេហើយឯងដងទឹកហើយនោះក៏ទៅចការវិញទៅដល់ម៉ោងបាយចាំមកដាំបាយហើយសឹមទៅវិញឮទេបាទមីងពុំមែនមីងច័ន្ទត្រូវការពេលណាក៏ហៅមកប្រើតែពេលដែលបានរបស់លាក់មិនឲ្យឃើញនេះហើយការរស់នៅរបស់អភ័ព្វតាំងតែពីតូចមកម្ល៉េះហត់ណាស់គិតសម្រាប់មួយសលេតសិនខាញ់ថាអភ័ព្វដេកលក់ទុនសាយក៏បានលោតចូលក្បែរនិងបាននិយាយថាមកទៅប្តីខ្ញុំហត់ណាស់ហើយបងកេងចាស់ចាំអូនដេញមុងក្រងជូនបងចាស់ណាមិនត្រឹមតែដេញមុះទេថែមទាំងទៅរកផ្លែឈើមកទុកឲ្យអភ័ព្វហូបទៀតផងចំផ្លែឈើនេះល្អម្ល៉េះតើអ្នកណាគេជាអ្នកយកមកទៅណោះដោយសម្លឹងថាគ្មានអ្នកណាអភ័ព្វក៏បានស្រែកដោយក្តីដឹងគុណតើមានអ្នកណានៅចិត្តនេះទេបើមានខ្ញុំសុំនិយាយថាខ្ញុំអរគុណណាស់ដែលបានឲ្យផ្លែឈើដល់ខ្ញុំទុនសាយវិញក្រោយឃើញថាប្តីមានសេចក្តីសុខបែបនេះវាក៏រំភើបរីករាយដូចគ្នាបងពិសាចាស់បងកុំអារម្មណ៍ថាខ្វះអ្វីហូបអីអូននឹងទៅរកបន្លែផ្លែឈើពីក្នុងព្រៃមកទុកក្នុងខ្ទមរាល់ថ្ងៃទៅចុះណា
ប៉ិតមែនហើយតន្សៃតែងតែយកបន្លែផ្លែឈើល្អៗពីក្នុងព្រៃមកទុកនៅក្នុងខ្ទមរាល់ថ្ងៃចំណែកអាផបវិញនោះក៏ពិតជាសប្បាយចិត្តនិងតែងតែមានចម្ងល់មករហូតផងដែរមិនក៏មានបន្លែផ្លែឈើទៀតហើយណោះតើអ្នកណាគេចិត្តល្អនឹងខ្ញុំម្ល៉េះបើបានឃើញមុខខ្ញុំនឹងអរគុណជាទីបំផុតលើបែបនេះតន្សៃគិតថាអាផបមុខជាស្រឡាញ់និងចូលចិត្តខ្លួនហេតុនេះនាងតន្សៃក៏បានលោតចូលទៅតែបានបន្តិចតន្សៃក៏បានឃើញថាបងអាផបបងពិសាបាយហើយមែនទេអូនមកច្រើនដងហើយមិនសូវបានជួបបងសោះបានបងហូបរួចហើយម្យ៉ាងបងក៏មិននៅផ្ទះដែរបងត្រូវទៅធ្វើការនៅមាត់កំពង់នឹងជួយដាំបាយឲ្យពូម៉ែននិងមិញច័ន្ទផងអេឈប់សិនបងមានអ្វីមែនទេមុននេះអូនឯងថាអូនឯងមកទីនេះញឹកញាប់ណាស់មែនទេចាបងគឺមែនហើយតើមានបញ្ហាអីមែនទេអូបងដឹងហើយតាមពិតអាហារបន្លែផ្លែឈើនំនែកទាំងនោះគឺអូនជាអ្នកយកមកឲ្យបងមែនទេនំនែកផ្លែឈើអូយគឺមែនហើយណាបងព្រោះអូនខ្លាចបងអត់អីហូបទៅយកមកឲ្យតែម្ដងទៅអូនច័ន្ទឌៀលអូនល្អនឹងបងណាស់ព្រោះអូនស្រឡាញ់បងនឹងណាតើបងល្មមចូលស្ដីបានហើយនៅបើអូនមិនប្រកាន់ថាបងក្រទេបងនឹងចូលស្ដីអូនចុះចាបងអូនក៏មិនសូវមានទ្រព្យឯណាតែថាបងហើយបងកុំបារម្ភពីគ្រួសារពូម៉ែនអីពូម៉ែននឹងមិនអាចវាយដំប្រើបងឬក៏ស្ដីថាឲ្យបងដូចមុនទៀតទេណាចាប់តាំងពីពេលនោះមកគ្រួសារពូម៉ែនក៏មិនហ៊ានមកស្ដីថាដូចមុនទៀតទេព្រោះពេលនេះអាផបមានគ្រួសារដែរហើយកុំចំអីណាចិត្តនេះបងមានគ្រួសារហើយគឺជារឿងល្អណាស់ទោះថាខ្ញុំឈឺចាប់តែខ្ញុំក៏រីករាយនៅពេលដែលបងបានជួបគូបែបនេះបងអាផបបងទៅដងទឹកឲ្យអូនងូតបន្តិចមកអូនស្អុះស្អាប់ណាស់បានអូនណែបងកុំភ្លេចទិញល្មៀតទិញក្រូចសើចមកផងខ្ញុំត្រូវការអបស្បែកបានអូនហើយមួយទៀតណាកុំភ្លេចបោកសរងឲ្យប្រពន្ធផងអូយឈប់សិនបាយមិនតាន់ដាំទេបងដាំបាយធ្វើសម្លឲ្យហើយសិនទៅព្រោះខ្ញុំឃ្លានណាបងទៅធ្វើសិនឆ្អិនឥឡូវហើយអូនការនៅកំឡោះធ្វើការបម្រើពូម៉ែនមិញច័ន្ទគ្រប់យ៉ាងលោកមានប្រពន្ធអាផបក៏នៅធ្វើតាមប្រពន្ធគ្រប់យ៉ាងដូចគ្នាជីវិតបងដូចជាមិនស្បាយសោះអស់ពីមួយចូលមួយបងទន្សាយអើយបងហត់ណាស់ហើយមែនទេខ្ញុំអាណិតបងណាស់អាផបជាបរិះល្អម្នាក់តែប្រពន្ធរបស់គាត់មិនចេះយល់ចិត្តប្តីទេនាងដឹងតែម្យ៉ាងគឺប្រើប្តីទាំងយប់ទាំងថ្ងៃតែគ្រួសាររបស់ពូម៉ែនិងនាងច័ន្ទឌៀលនេះជាម្ចាស់កម្មពីរបស់គាត់ហើយមែនទេអ្នកខ្ញុំដាំបាយធ្វើម្ហូបរួចហើយចាប់ឲ្យរួចហើយមិនក៏មិនដួសមកឲ្យខ្ញុំកំពុងតែហេវផងទៅមិញច័ន្ទផងដែរទៅមកពីផ្សារនិងបានឆ្លងកាត់ផ្ទះអាផបហើយហេតុថាមានក្លិនឈ្ងុយចេញពីផ្ទះបាយមកគាត់ក៏បានដើរចូលបន្តិចនិងបាននិយាយថាអាផបឯងបានម្ហូបអីហ្នឹងអីក៏ឈ្ងុយម្ល៉េះហ่าអត់មានអីទេមីងមានតែអាំងត្រីដែងបុកម្ជូរកសាំងប៉ុណ្ណឹងឯងអើយត្រូវមាត់ប៉កំពុងតែឃ្លានផងហ្នឹងមកដួសបាយឲ្យមីងសុំហូបដែរមកស្អីគេទេមីងនេះខ្ញុំចំណាយប្រាក់ធ្វើណាក៏មកដដើមអីមីងមិនចេះខ្មាស់គេទេអីបានជាមកសុំអាហារគេទាំងថ្ងៃអញ្ចឹងនោះយីនាងក្មេងឆ្លើយនេះសំដីនៅតែឆ្លើយដដែលណយ៉ាងម៉េចយើងធ្លាប់ចិញ្ចឹមក្បាលវាយើងជាអ្នកមានកូនលើវាហេតុនេះយើងចង់ឆៃបាយវាក៏បានដែរចិញ្ចឹមដោយក្តីស្រឡាញ់ឬក៏ដោយការបោកប្រើនោះមីងក៏ចង់និយាយពីរឿងកូនស្រីអីមីងនឹងពូម៉ែនចិញ្ចឹមគាត់មែនតែចិញ្ចឹមទុកប្រើប៉ុណ្ណោះមាត់ក្រន់បើមែនតែអញមិនខ្វល់ទេណាអាផបទៅដួសបាយមកបានមីងអើយបងកុំដួសឲ្យសោះណាមិញច័ន្ទនិងច័ន្ទឌៀលតមាត់គ្នានិងប្រទិញប្រទង់គ្នាចោះឡើងក៏កើតជាកំហឹងរួចក៏បានវាយតប់គ្នាផងដែរអើយកុំថាក្មេងឆ្លើយណាថ្ងៃនេះខ្ញុំនឹងវាយបដៅមនុស្សចាស់ដែលចូលចិត្តធ្វើបាបគេនេះតែម្ដងនេះណែអើយយើងក៏ដូចគ្នាយើងចង់បដៅក្មេងដែលឆ្លើយយូរហើយអើយ
អ្នកទាំងពីរកុំឆ្លោះគ្នាអីវាមិនសមរម្យទេណា កុំមកខាត់អញនេះណែអើយ ស្ត្រីទាំងពីរវាយតបគ្នាអស់ពេលមួយសន្ទុះលោកឃើញថាហត់រៀងខ្លួនហើយនោះក៏បានដកដៃរៀងខ្លួន អើយយើងផ្ញើទុកសិនចោះនឹងក្មេងឆ្លើយ កុំភ្លេចបញ្យល់ផងវើយ បានហើយអ្នក គួរឲ្យខឹងណាស់ខូចអារម្មណ៍អស់ស្ថានភាពគ្រួសារអភ័ព្វគឺនៅតែបែបហ្នឹងมันមានរីកចម្រើនអ្វីទេចំណែកនាងចន្ទឌៀលវិញនោះថ្ងៃណាក៏នាងខឹងនឹងមួម៉ៅដែរអ្នកទៅណាហើយអើយធុញណាធុញ ខ្ញុំនៅទីនេះតើអ្នកធុញពីរឿងអីមែនទេ គឺធុញនឹងប្រើជីវិតក្រីក្រនឹងណាហើយប្តីវិញក៏សែនល្ងងមិនចេះរកបានប្រាក់ច្រើនសោះអើយតែកម្មអើយកម្មនេះកម្មធ្ងន់ណាស់ អ្នកកំខឹងអីណាមកខ្ញុំជូនអ្នកទៅកំសាន្តនាមាត់អូចុះ ក៏ល្អដែរខានងូតទឹកអូយូរហើយចាំដល់ពេលណាទៀតទៅឆាប់ទៅ បាន ថ្ងៃនោះពួកគេបានហែលទឹកអូបេះផ្លែឈើនិងហូបត្រីដុតផងដែរពួកគេក៏រីករាយតែបានមួយសន្ទុះក្រោយមកនាងចន្ទឌៀលក៏បាននិយាយថាណែខ្ញុំដូចជាឃ្លានសាច់ទន្សាយអញណា តែអ្នកខ្ញុំដូចជាអាណិតទន្សាយណាស់អ្នកកុំឆៃសាច់ទន្សាយអី មិនក៏អាណិតតើបងមិនស្រឡាញ់ខ្ញុំទេមែនទេនេះខ្ញុំគ្រាន់តែឃ្លានណាលឺបែបនោះហើយទន្សាយញីក៏បាននិយាយម្នាក់ឯងថាមែនហើយបើខ្ញុំមិនបង្ហាញខ្លួនទេស្ត្រីនោះមកជាខាងលោកប្តីទៀតមិនខានឡើយបើបែបនោះខ្ញុំស្ម័គ្រចិត្តលះបង់ខ្លួនឯងទៅចោះនិយាយបែបនេះហើយទន្សាយក៏បានលោតតូតទៅចិត្តចំណែកនាងចន្ទឌៀលឃើញហើយរីករាយណាស់ព្រោះនាងបានដូចបំណងហើយណែមើលចោះមានទន្សាយមកហើយចាប់វាមកអាំងទៅ ខ្ញុំថាកុំអីខ្ញុំអាណិតទន្សាយតូចនេះណា លោកយកខ្ញុំអាំងក្នុងផ្លូវនេះចោះបើមិនចឹងនោះប្រពន្ធរបស់លោកនឹងខឹងទៀតហើយណែខ្ញុំប្រកាសភ្លើងឲ្យខ្លាំងជាងមុនសិនទៅបានចៃដន្យអីមិញច័ន្ទក៏បានឆ្លងកាត់ម្ដងទៀតក៏គាត់ឃើញទន្សាយផងដែរនឹងបាននិយាយថា អើយចំយ៉ាមានទន្សាយហើយសុំចាប់យកទៅផ្ទះសិនហើយ វាជាទន្សាយខ្ញុំទេមិញថយទៅ បើវាជារបស់ឯងមិនក៏ឯងមិនចាប់ទុកនោះ ខ្ញុំបានប្រកាសភ្លើងតើមិនមើលទេអី មិនខ្វល់ទេ ស្ត្រីទាំងពីរជាថ្មីម្ដងទៀតពួកគេប្រទែងប្រទង់គ្នានិងបានធ្វើឲ្យអភ័ព្វដួលចូលទៅក្នុងភ្នក់ភ្លើងតែម្ដង អូយក្តៅណាស់ទន្សាយញីឃើញបែបនេះឈឺចាប់ណាស់ហេតុនេះទន្សាយញីក៏បានលោតចូលទៅក្នុងភ្នក់ភ្លើងតាមអភ័ព្វផងដែរនិងស្លាប់ជាមួយគ្នាក្នុងគ្រានោះទៅអើយមិនអាក្រក់ណាស់មិនក៏រុញប្តីខ្ញុំចូលភ្លើងយ៉ាងនេះអើយស្ត្រីទាំងពីរវាយគ្នាចោះឡើងបន្តទៀតចុងក្រោយក៏បានធ្លាក់ចូលទឹកអូគួចនាំចូលអ្នកទាំងពីរទៅឆ្ងាយចំណែកអភ័ព្វនិងទន្សាយវិញក៏បានទៅដល់ឋានសួគ៌ទន្សាយទាំងពីរសងកម្មអស់ហើយចូលរស់នៅឋានសួគ៌ដ៏សុខសាន្តបន្តផងទៅចោះណា ក្រាបទូលអ្នកពួកយើងបានជួបជុំគ្នាវិញហើយ ចាអ្នកពួកយើងមិនបាច់គ្នាទេ បានអ្នក សងកម្មរួចហើយទន្សាយក៏បានមកដល់កន្លែងវិញហើយគូស្នេហ៍ទន្សាយទាំងពីរក៏បានរស់នៅសុខសាន្តតរៀងទៅ